តបជួមុខពួកគាត់លះបង់ដើម្បីយើងក៏មានទូនាទីមួយជាខ្មែរត្រូវលះបង់ដើម្បីកត់ខ្ញុំឃើញការខ្វែងមតិជាច្រើនទៅលើអ្នកដែលរកស៊ីអនឡាញដែលយើងមិនហ៊ាន post ក្នុងការលក់តែសម្រាប់ខ្ញុំណាទូនាទីយើងពេលឥឡូវនេះយើងគួរតែពង្រឹងការគិតផ្លូវចិត្តនិងមានតែខិតខំប្រឹងប្រែងរកស៊ីធ្វើការវិញដើម្បីមានចំណូលមួយផ្នែកទៅជួយពួកគាត់យើងជាទ័ពជួរក្រោយដែលយើងគ្មានកម្លាំងទៅលើរឿងសភាវុធអីទេប៉ុន្តែយើងជួយជាថវិកាជាកម្លាំងចិត្តទៅកាន់ពួកគាត់ជួយគ្រួសារពួកគាត់ឲ្យពីសឹកវិញអញ្ចឹងខ្ញុំលើកទឹកចិត្តអ្នកនរគ្នាជាអ្នកប្រកបរបរដូចខ្ញុំធ្វើការតាមអនឡាញរកស៊ីតាមអនឡាញអូខេយើងត្រូវតែបន្តធ្វើតែយើងគួរតែមានទូនាទីមួយជួយប្រឹងប្រកបឲ្យបានអស់លទ្ធភាពដូចគ្នាយើងជាខ្មែរដូចគ្នាខ្ញុំយល់អារម្មណ៍ហ្នឹងអារម្មណ៍យើងមិនសុខមិនសប្បាយទេនៅពេលដែលឃើញប្រទេសជាតិអញ្ចឹងប៉ុន្តែយើងមានទូនាទីមួយនៅតែប្រកបរបរយើងធម្មតាតែយើងត្រូវជួយពួកគាត់តាមតែអាចធ្វើទៅបានតាមលទ្ធភាពដូចខ្ញុំផ្ទាល់ខ្ញុំបានដកប្រាក់ចំណេញនៃការរៀនខ្ញុំ 5% ចាប់ពីពេលមានរឿងមកទៅកាន់ពួកគាត់ដូចមកដល់ឥឡូវខ្ញុំក្រុមរបស់ខ្ញុំភ្ញៀវរបស់ខ្ញុំអីគាត់មានរឿងនឹងធ្វើបានច្រើនខ្ញុំបានជួយទៅកាន់ពួកគាត់ចូលខ្ទង់$100ហើយទៅកាន់ជនភៀសសឹកទិញសម្ភារៈជនភៀសសឹកផ្សេងហ្នឹងអញ្ចឹងអ្នកនេះគួរតែពង្រឹងមានតែខិតខំបន្ថែមកុំភ្លេចថែទាំសុខភាពនៅពេលកលៈទេសៈបែបនេះវិញ